បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីរាប់អានអញ្ចឹងថ្ងៃនេះខ្ញុំសូមជម្រាបជូនអស់លោកអ្នកដែលតាក់ទងទៅនឹងហោរាសាស្ត្រប្រចាំថ្ងៃគឺនៅថ្ងៃអង្គារទី1ខែសីហាឆ្នាំ2017គឺជាថ្ងៃមួយនៅដើមខែថ្មីនៅខែ8នេះតែម្ដងអញ្ចឹងខ្ញុំសូមឲ្យជូនពរអ្នកទាំងអស់គ្នាសូមឲ្យមានសុខភាពនិងសំណាងល្អទាំងអស់គ្នាផងដែរដូច្នេះមកសូមតាមដានជាមួយខ្ញុំបាទអំពីហោរាសាស្ត្រប្រចាំថ្ងៃឆ្នាំជូរដែលស្អីឡើងខ្ពស់តដែរនៅថ្ងៃនេះបលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការងារដែលសេសសល់ពីមុនមកតែនៅផ្ដល់ផលល្អនៅពេលក្រោយវិញជានិច្ចចំពោះលោកអ្នកបកកមុខរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខដូច្នេះហើយជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរឬបើកធ្វើចំនួនតូចធំបំផុតការធ្វើដំណើរទីជិតទីឆ្ងាយជួបតែសេចក្តីសុខស្ងប់ស្ងាត់នៃសមម្ដងរីឯសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីមានភាពយកចិត្តទុកដាក់និងផ្លែបន្ថែមល្អចំពោះគ្នាប្រពៃបាទចំពោះឆ្នាំឆ្លូវរាសីថ្ងៃនេះល្អតែស្រត់ចុះបាទសំទោសល្អជាមធ្យមតែខ្ញុំបានសរសេរខុសបាទអញ្ចឹងនៅថ្ងៃនេះជាអូនរបស់អស់លោកអ្នកមិនគួរប្រសើរទេចូលប្រយ័ត្នអារម្មណ៍មូម៉ៅក្តៅក្រហាយមិនដឹងមុខមិនដឹងក្រោយកើតរឿងតូចខ្លាចទៅជារឿងធំណាមួយគឺចោមរោគស្អប់បង្កជាអត្តពលអាក្រក់នឹកស្មានមិនដល់ក្រៅពីនេះការប្រកបការងាររបស់អស់លោកអ្នកជួបរឿងចំនួនកើតឡើងដូច្នេះហើយក៏បីមានការប្រយ័ត្នប្រយែងហើយបើចេះធ្វើគោធ្វើថ្លង់ខ្លះទើបជាការប្រប្រៃបំផុតចំពោះលោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរទីចិត្តទីឆ្ងាយលៀបតូចធំច្រើនមកហួរឬហោះរំលងជាពិសេសអប្រយ័ត្នគ្រោះចាញ់បោកគេតែម្ដងរីឯសេចក្តីស្នេហាប្រុសនិងស្រីមានការបច្ចេកវិទ្យានិងមើលផ្លូវអាក្រក់ចំពោះនេះច្រើនផងដែរបាទបន្តមកទៀតចូលមកដល់ឆ្នាំខាលបាទឆ្នាំខាលសិរិស័យរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ស្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងាររៀបចំពិធីអ្វីមួយផងចំពោះលោកអ្នកបកកមុខរបររកស៊ីជួញដូរវិញបើលោកអ្នកបើកចង់បើកហាងថ្មីឬផ្លាស់ប្ដូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គួរសមការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញរីឯសេចក្តីស្នេហាប្រុសនិងស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរជាទីកក់ក្ដៅផងដែរអូខេសូមបន្តមកទៀតចូលមកដល់ឆ្នាំថោះឆ្នាំថោះរាសីរបស់អ្នកឡើងខ្ពស់ត្រដែតនៅថ្ងៃនេះបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការងារដែលសេសសល់ពីមកតែផ្ដល់ផលល្អនៅពេលក្រោយវិញជានិច្ចចំពោះលោកអ្នកបកកមុខរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខដូច្នេះហើយជាឱកាសល្អក្នុងការផ្លាស់ប្ដូរមុខរបរឬបើកធ្វើចំនួនតូចធំបំផុតការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែសេចក្តីសុខស្ងប់ស្ងាត់នៃសមម្ដងរីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសនិងស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃបាទចំពោះឆ្នាំរោងរាសីរបស់លោកអ្នកថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះមិនផ្ដល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ពេកឡើយពីព្រោះថាផលអាក្រក់នោះឃើញថាងាយកើតឡើងចំពោះមុខផងសម្រាប់លោកអ្នកប្រកបមុខរបររកស៊ីជួញដូរទូលោកអ្នកចង់ចេញធ្វើចំនួនទីចិត្តទីឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីទូផលចំណូលមិនច្រើនតែប៉ុន្មានក៏មានភាពសុខដុមល្អដែរការធ្វើដំណើរទីចិត្តទីឆ្ងាយពេលទៅមានសុវត្ថិភាពគួរសមតែពេលត្រឡប់មកវិញក៏បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទៅប្រសើររីបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំជួនត្រូវរៅគ្នាជួនកាលមានការរកម្មចិត្តមិនសូវទៀងទាត់នោះឡើយឆ្នាំបសាញរាសីរបស់លោកអ្នកល្អជាមធ្យមនៅថ្ងៃនេះលោកអ្នកអាចទទួលរងនៅផលប៉ះទង្គិចនិងមានរឿងរ៉ាវយាយីមួយចំនួនត្រូវឆ្លងកាត់ផងដូចនេះហើយទោះបីធ្វើអ្វីក៏ដោយក៏តែងតែមានការអត់ធ្មត់បន្តិចទៅមិនមានបញ្ហាមិនល្អណាមួយឈានចូលមកដល់សម្រាប់លោកអ្នកមានការប្រកបការងាររកស៊ីជួញដូរទោះបីលោកអ្នកជួញចេញធ្វើចំនួនទីចិត្តទីឆ្ងាយមិនទាស់ខុសអ្វីទេព្រោះថាផ្លែផ្កាដែលទទួលបានមកវិញក៏មានការរីកលូតលាស់ជាសន្សំគ្រាន់មកពេញមកពងផងដែររីឯសម្ព័ន្ធសេចក្តីស្នេហាប្រុសនិងស្រីកំឡោះក្រមុំដើរហើរពីវាពីការឬប្រព្រឹត្តអំពើស្នេហាភ្លើតប្រយ័ត្នជួបរឿងសោកកើតជារឿងធំគ្មាននរណាជួយស្រោចស្រង់ទៅរួចអូខេបន្តមកទៀតចូលមកដល់ឆ្នាំមមីរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតនៅថ្ងៃនេះការប្រកបការងារមានការជឿនឿច្រើនផ្នែកក្នុងនេះមិនថាការងារប្រកាសឬរឿងផ្ទាល់ខ្លួននោះឡើយសម្រាប់លោកអ្នកដែលប្រកបមុខរបររកស៊ីជួញដូរមានភាពរលូនល្អទៅមុខនឹងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាមុនផងដែរការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ
រាយសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំពុំម៉ែម៉ៃក្តីជួបរឿងការយល់ខុសនិងភាពប្រចែកប្រច័ណ្ឌច្រើនចូលលុកលុយដូច្នេះត្រូវកាត់បន្ថយការបង្កចំនួនវិវាទចេញពីខ្លួនខ្លះទៅប្រសើរឆ្នាំមួយម៉ែរាសីរបស់លោកអ្នកឡើងព្រោះត្រណែតនៅថ្ងៃនេះមានជោគមានសេរីហើយទោះបីធ្វើអ្វីក៏ដោយតែងតែមានការរីកទូលាស់និងមានជោគជ័យគួរសមផងសម្រាប់លោកអ្នកបកបមុខរបររកស៊ីជួញដូរវិញមានការបញ្ចេញគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើជាមួយអ្នកដែលមានមុខរបរដូចគ្នាដូច្នេះហើយក៏បីមានការបើកចិត្តឲ្យទូលាយបន្តិចទៅគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើងការធ្វើដំណើរទីជិតទីឆ្ងាយជួយឲ្យភាពសុខរំនៅពេលទៅនឹងត្រឡប់មកវិញរាសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែកបន្ថែមប្របីបាទអូខេបន្តមកទៀតចូលមកដល់ឆ្នាំវររាសីរបស់លោកអ្នកស្រត់ចុះនៅក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រត់ចុះដូច្នេះហើយបើចង់ធ្វើអ្វីក៏ដោយក៏តែងតែមានការប្រយ័ត្នប្រយែងបន្តិចទៅបញ្ហាអាក្រក់មិនអាចចូលមកដល់សម្រាប់លោកអ្នកបកកមុខរបររកស៊ីជួញដូរដោយសារថ្ងៃនេះយីអូនកំពុងដាក់ស្រាប់ម្ល៉េះហើយធ្វើឲ្យមានក្រុមមនុស្សតាមជានេះនិងជាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទៅជាផុតអំពីចំនួនវិវាទទាំងពុះទៅរួចរាសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំពុំម៉ែម៉ៃក្តីមានការគិតគូរផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឲ្យរកម្មរកោសអត់សូវស្រួលចិត្តនោះឡើយអូខេឆ្នាំរការាសីរបស់អស់លោកអ្នកឡើងពោះត្រដែតនៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយកំពុងចាំយូរពីព្រោះថាផលដែលជាផ្លែផ្កាតែហុចមកវិញចំណេញសម្រាប់លោកអ្នកបកបមុខរបររកស៊ីជួញដូរដោយសារដួងរាសីងើបឡើងខ្ពស់ដូច្នេះហើយទោះជួញដូរទីចិត្តទីឆ្ងាយលោកអ្នកអាចរកនៅផលកម្រៃហូរចូលមួយគ្រាន់បំពេញបំពង់ផងដែរការធ្វើដំណើរទីចិត្តទីឆ្ងាយជួយដល់ភាពសុខដុមនៅពេលទៅនឹងត្រឡប់មកវិញរាសម្ព័ន្ធសេចក្តីស្នេហាកំឡោះក្រមុំមានការស្មុគស្មាញក្តីបើលោកអ្នកធ្វើការដោះស្រាយតែតែជួបផលល្អសម្រាប់ចំណេញបាទអូខេបន្តមកទៀតចូលមកដល់ឆ្នាំចឆ្នាំចរាសីរបស់លោកអ្នកថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរដដែលទេហើយដូច្នេះហើយទោះធ្វើអ្វីក៏ដោយក៏បីមានការប្រយ័ត្នប្រយែងទៅពុំមានបញ្ហាចោលឡើងចំពោះលោកអ្នកដែលបកមុខរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមិនថាជួញដូរទីចិត្តទីឆ្ងាយអាចតែហុចទៅផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្ដៅតែយ៉ាងណាចូលប្រយ័ត្នក្រុមមនុស្សបានមិត្តបង្កចំនួនណាមួយកើតឡើងការធ្វើដំណើរទីចិត្តទីឆ្ងាយជួបទៅនឹងបញ្ហាប្រទាំងប្រទើច្រើនក៏បីប្រយ័ត្នប្រយែងរាបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនតិចតួចទៅការថយក្រោយនោះមានច្រើនផងដែរបាទអូខេសូមបន្តមកទៀតចូលមកដល់ឆ្នាំកុលបាទឆ្នាំកុលរាសីរបស់លោកអ្នកថ្ងៃនេះស្រត់ចុះនៅថ្ងៃនេះដំណើរជីវិតរបស់អស់លោកអ្នកមិនទាន់ល្អប្រសើរដដែលទេហើយដូច្នេះហើយទោះបីធ្វើអ្វីក៏ដោយបើលោកអ្នកតែមិនងាយឆាប់ចប់និងពិសេសខុសញឹកថែមទៀតផងការប្រកបការងារអ្វីក៏ដោយតែប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោលឡើងការប្រកបការងារចូលប្រយ័ត្នបញ្ហាប៉ះនឹងកិច្ចណាមួយដោយសារការធ្វើប្រហែសរបស់ខ្លួនឯងសម្រាប់លោកអ្នកប្រកបមុខរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកជួបប្រទះនៅរឿងរ៉ាវប្រទាំងប្រទើច្រើនហើយបើចេះធ្វើកោធ្វើខ្លងខ្លះទើបមានភាពសុខដុមទៅរួចរាសេចក្តីស្នេហាកំឡោះក្រមុំប្រុសនិងស្រីពុះម៉ែម៉ៃក្តីជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនរៀងខ្លួនបាទអូខេអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែនិយមតាមដានស្ដាប់អំពីហោរាសាស្ត្រប្រចាំថ្ងៃគឺនៅថ្ងៃទី1បាទថ្ងៃអង្គារទី1ខែសីហាឆ្នាំ2017នេះគឺជាថ្ងៃមួយនៅដើមខែថ្មីដើម្បីជម្រាបជូនដល់លោកអ្នកឲ្យដឹងអំពីហោរាសាស្ត្រប្រចាំថ្ងៃឆ្នាំទាំង12តែម្ដងអញ្ចឹងខ្ញុំបានជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាបានចប់សពគ្រប់ហើយដែលតាក់ទងនឹងឆ្នាំទាំង12ឥឡូវនេះខ្ញុំសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសូមឲ្យមានសុខភាពល្អក្នុងការធ្វើដំណើរទៅណាមកណាក្តីសូមឲ្យមានសុខសុវត្ថិភាពទាំងពេលទៅនិងត្រឡប់មកវិញហើយមួយវិញទៀតសូមជូនពរដល់អាជីវករអាជីវកម្មអ្នកលក់ដូរអ្នកប្រកបការងារនៅតាមរោងចក្រសហគ្រាសមន្ត្រីរាជការស្ថាប័នផ្សេងសូមឲ្យមានការដំណើរការល្អទាំងអស់គ្នានៅក្នុងការប្រកបការងារទាំងអស់គ្នាផងដែរបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នេះខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងបន្តការគាំទ្រនិងបន្តការតាមដានស្ដាប់ជាមួយខ្ញុំបាទជារៀងរហូតបាទអញ្ចឹងខ្ញុំនឹងធ្វើការចាក់ផ្សាយជារៀងរាល់ថ្ងៃជូនផងដែរអញ្ចឹងខ្ញុំសូមអរគុណសូមគោរពអ្នកនរគ្នានិងសូម
អរគុណខ្លាំងមែនតើបាទអញ្ចឹងខ្ញុំសូមបញ្ចប់ត្រឹមចុះខ្ញុំសូមអរគុណសូមគោរពលា